រិត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធននិមិត្តចំនួន27យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាលំហាត់ទី24គេឲ្យត្រីកោណមួយសមបាតមួយដែលមានមុំកំពូលស្មើ8ជាត្រីកោណសមបាតហើយមុំនេះស្មើ90មុំ m អត់ដឹងចូលរកមុំ m ដើម្បីរកមុំ m បានត្រូវយើងស្គាល់មុំបាតសិនមុំកំពូលស្គាល់វាជាត្រីកោណសមបាតអញ្ចឹងមុំនេះរកឃើញឲ្យមុំ m បូកនឹងមុំបាតមួយនេះស្មើ90វាជាមុំបំពេញអញ្ចឹងនាំឲ្យយើងរកឃើញ m ឃើញដូច្នេះសូមមើលការបកស្រាយទាំងអស់គ្នាមុំ8បូកនឹងមុំ n បូកនឹងមុំ m អងចុះស្មើ108មុំ80បូកមុំ m បូកមុំ n បូកមុំ m អងស្មើ108ផលបូកមុំក្នុងរបស់ត្រីកោណ8បូកមុំ n បូកមុំ m អងយើងអាចទាញបានមុំ m ឬក៏មុំ n ស្មើមុំ m អងមូលហេតុអីបានស្មើគ្នាវាជាមុំបាតនៃត្រីកោណសមបាតអញ្ចឹងយើងអាចដោយ m និង n m អងនិង n នេះស្មើគ្នាអញ្ចឹងបូកចូលគ្នាមកទៅជាមុំ 2m អងបូកនឹងមុំ80ស្មើ108យើងទាញបន្តមុំ 2m ស្មើនឹង108ដកឲ្យមុំ8 108ដល់8ស្មើ100មុំ 2m ស្មើ100អញ្ចឹងនាំឲ្យមុំ m ស្មើ100ចែក2ស្មើ50មុំ m នេះឬក៏ m អងនេះស្មើ50មុំ m អងបូកនឹងមុំ m ស្មើនឹង90ជាមុំបំពេញមុំ m អងបូកមុំ m ស្មើ90ជាមុំបំពេញដូច្នេះនាំឲ្យមុំ m ស្មើ90ដក m អង90មុំ m អងយើងរកឃើញ50 9ដក50សល់40ដូច្នេះមុំ m នេះស្មើនឹង40ដឺក្រេមុំ m នេះស្មើ40ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា